Ok,ឥឡូវ model ប្រភេទ home បងប្អូនដែលមានកម្រិតថវិកាចូលមកទៀតហើយប្រភេទកាមេរ៉ាប្រើក្នុងបន្ទប់គេងឬក៏ក្នុងផ្ទះរបស់យើងយើងមានទី1 EZViz ប្រភេទ small home camera អានេះយើងចង់ចាប់លើពីដានក៏បានដែរអាស្រ័យលើបងប្អូននេះជាក់តាក់តិចអូខេហើយបញ្ជាក់ផងដែរ model EZViz និង Hikvision វាជាបងប្អូនតែមួយតែ brand ខុសគ្នាអញ្ចឹងណាគាត់ថានៅក្នុងបទសម្ព័ន្ធរបស់វាតែមួយហើយពីច្រើនល្បីជាងគេគឺ brand Hikvision ឥឡូវ Hikvision យើងមានប្រភេទកាមេរ៉ាប្រភេទ Wi-Fi តាមទៀតហើយមិនមែនប្រភេទរត់ខ្សែ analog ឬក៏ប្រភេទ IP limit ទេអានេះគឺយើងប្រើជាមួយ Wi-Fi អូតូចាប់ Wi-Fi អញ្ចឹងណាអូខេហើយយើងក៏មានច្រើន model ទៀតមាន Aranti យើងមានUniX យើងមានLuxy Hubs យើងមានច្រើនប្រភេទ home កាមេរ៉ាប្រភេទ home ណាដែលមានកម្រិតថវិកាត្រឹម20-30រៀលយើងអាចប្រើ model ហ្នឹងបានជាពិសេសបងប្អូនមានបន្ទប់ទូចនៅក្នុងផ្ទះហើយអញ្ចឹងកូនគេត្រូវការដែលយើងចេញមកក្រៅបិទបន្ទប់អញ្ចឹងត្រូវការធ្វើម្ហូបធ្វើអីខ្ញុំចង់ view វីដេអូមើលកូនគេក៏នេះតែកូនយំភ្ញាក់អូខេនេះកម្រិតថវិកាបងប្អូនប្រើមកស្រឡាញ់ដល់តែព្រីភ្លើង set up ប្រើបានហ្មងអញ្ចឹងអត់មានបាយហើយកម្រិតរូបភាពនិងសំឡេងធានា 100% ច្បាស់បើអត់ច្បាស់ទេយកមកបោកចោលឲ្យខាងអ្នកលោកវិញក៏បានដែរអូខេហើយការធានាដល់1ឆ្នាំដូចគ្នាទាំងអស់ប្រភេទ home ទាំងអស់នេះហើយ install ស្រួលទេខ្ញុំមានវីដេអូ guideline សម្រាប់ install set up ហើយបងប្អូនចង់យកទៅឲ្យជាងខាងខ្ញុំទៅ set up ឲ្យក៏បានដែរអាស្រ័យបងប្អូនយកតិចច្រើននៃទីតាំងអញ្ចឹងណាអូខេឥឡូវខ្ញុំសូមបើកប្រអប់ Hikvision ហើយនឹង install set up ឲ្យបងប្អូនមើលមួយHikvision brand មួយនេះដែរប្រភេទ PT camera ចេញថ្មីរបស់ Hikvision នេះគឺ function របស់វាគឺ wireless ចាប់ Wi-Fi មិនមែនដតខ្សែដូចមុនទេអញ្ចឹងហើយមួយទៀតយើងអាចប្រើជា memory card បាន micro SD card ហើយ feature វាមួយទៀតគឺ two way talk មានន័យថាយើងអាចនិយាយឆ្លងឆ្លើយគ្នាបានលើសំឡេងឆ្លងឆ្លើយគ្នាបានហើយគាត់នៅកំពុងនៅខាងក្រោយផ្ទះហើយគាត់កំពុងធ្វើអីចឹងអាចនិយាយឆ្លងឆ្លើយគ្នាហៅទៅវិញទៅមកបាននិយាយស្រូបសំឡេងទៅវិញទៅមកហើយមួយទៀតវីដេអូរបស់ model នេះគឺកម្រិតវាគឺ HD video គឺច្បាស់ត្រជាក់ភ្នែកបង18ហើយវាមាន smart tracking AI smart tracking មានន័យថាចាប់សកម្មភាពមនុស្សអាចវិលតាមមនុស្សគាត់ដើរទៅមកអញ្ចឹងណាមុខផ្ទះយើងក៏អីចឹងទៅហើយប្រភេទ H64 264នេះកម្រិតរូបភាពកម្រិតច្បាស់រូបភាពរបស់វាខ្ញុំមិនសូវច្បាស់ function នឹងតែគាត់ថាយើងនិយាយគោលគឺកម្រិតថវិកាប៉ុណ្នេះល្មមប្រើតែម្ដងអូខេយើងមើលនៅក្នុងប្រអប់1 2កាមេរ៉ាអូខេបងប្អូនឃើញប៉ាន់កណ្ដៃរបស់ខ្ញុំនេះខ្ជូតស្អាតនេះខាងក្រោយវាមានរុនដោតភ្លើងហើយនឹងមួយទៀតបងប្អូនបើ wireless គិតថាឆ្ងាយអូខេបងប្អូនអាចរត់ network តែជាមួយ network directly ក៏បានដែរដោត network ភ្លើងអញ្ចឹងណាអូខេនៅក្នុងប្រអប់របស់វាអូខេខ្សែដូច Type C ដូចគ្នាសិតតែ model ស៊េរីថ្មីដែលប្រើដូច Type C នឹងខ្សែជើងចាប់ជាប់ពីដាននឹងខ្សែអូខេ model មួយនេះបងប្អូនចំណេញផងអីគេបងប្អូនអាចដាក់បញ្ចូលលើតុសម្រាប់មើលចេះក៏បានមើលមកអញ្ចឹងក៏បានហើយមួយទៀតគេឲ្យជើងចាប់មកបងប្អូនអាចចាប់ជាប់ទៅពីដានពីហនចេះចោលនេះពីដានអូខេបងប្អូនចាប់ក្រុមចេះហើយយើងកឹបមកនេះអូខេបងប្អូននេះអាចចាប់បវល់លើពីដាននឹងបានខ្សែតមកអញ្ចឹងណាអត់មានបាក់ស្មុគស្មាញស្រួលបងប្អូនចង់ឲ្យក្រុមការងារទៅតម្លើងជូនក៏បានដែរអត់តាំងការអូខេឥឡូវខ្ញុំតេស្តពីកម្រិតរូបភាពនិងរបៀប set up ឲ្យអូខេយើងប្រើដូច Type C ដោតភ្លើងមកអូខេចេញភ្លើងក្រហមអូខេកាមេរ៉ារបស់ Hikvision ជាទូទៅយើងប្រើ app មួយមានឈ្មោះថា HikConnect ដែលមាននៅក្នុង iOS និង Android ដូចគ្នាខ្ញុំ download ហើយបងប្អូនអាចចូលមក
អូខេបច្ចុប្បន្នខ្ញុំមាន account របស់ខ្ញុំខ្ញុំសុំវាយបញ្ចុះសិនហើយបងប្អូនអាច register ខ្លួនឯងទៅតាម guide ណែនាំហ្នឹងទៅអូខេខ្ញុំ add កាមេរ៉ាបងប្អូនមើលពីទូទៅកាមេរ៉ាយើងវាមាន QR code ឲ្យយើងមួយសម្រាប់ការ add ចូលនៅក្នុងទូរស័ព្ទរបស់យើងណាអូខេ add ជាប់ហើយនេះអូខេនេះខ្ញុំ connect ជាមួយនេះបងខ្ញុំសិនអូខេឥឡូវវាដល់ដំណាក់កាល set up ហើយ connect ចូលមិញហើយអូខេចាំមកនេះវាយ Wi-Fi វាតម្រូវឲ្យយើងវាយ password Wi-Fi អញ្ចឹងអូខេ Connecting to Wi-Fi. Please wait. Incorrect Wi-Fi password. Please try again. Platform registration successful. អូខេអញ្ចឹងមកដល់ដំណាក់កាលវាយឈ្មោះ device ដែលខ្ញុំបាច់ទេបងប្អូនមើលអានេះខ្ញុំឧទាហរណ៍បងប្អូនមើលទេហើយចង់វាយក៏វាយទៅនេះ set ម៉ោងមកវាយើងនៅកម្ពុជាយើង follow ទៅតាមម៉ោង7អូខេនេះអូខេនេះយើងមានយើងអាចបើក audio ឲ្យឮបាន finish នេះអូខេចូលហើយបងប្អូនកាមេរ៉ារបស់យើងនេះអូខេចាប់សលេងឆ្ងាយលឺបានទៀតតែកម្រិតភាពបងប្អូនបាទអានេះខ្ញុំសេរីធ្វើ HD ទេឥឡូវខ្ញុំคลิกយកដល់ Ultra HD អូខេចាំមើលឃើញទូថៃខ្ញុំច្បាស់ប៉ុណ្ណាអូខេអានេះខ្ញុំចង់ប្រវល់មកធ្វើមកស្ដាំនេះដែរកម្រិតថវិកាប៉ុណ្ណឹងខ្ញុំគិតថាទទួលយកបានmodel នេះវាស្រួល set up ហើយតម្លៃទាបទូថ្លៃសមរម្យបងប្អូនអាចគិតពិចារណាបានលើ model Hikvision របស់យើងនេះថ្មីអូខេពីខ្ញុំអស់ហើយមានប៉ុណ្ណឹងបងប្អូនមានចម្ងល់អីអាចឆាតមកក្នុង Facebook page ឬក៏ Telegram របស់ខ្ញុំបានអរគុណ